ស្ដីអ្នកនរសូមស្វាគមន៍មកកាន់ Craft Code Studio ថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនរពីរបៀប hosting website នៅលើ GitHub អូខេអ្នកនរឥឡូវខ្ញុំមាន website នេះមួយហើយខ្ញុំចង់បង្ហោះ website ហ្នឹងទៅលើ browser ដែលឲ្យមនុស្សគ្រប់គ្នាអាចចូលមើលបានតើយើងត្រូវធ្វើម៉េចខ្លះឥឡូវដំបូងអ្នកនរចូលមក github.com ពេលដែលយើងចូលមកដល់ហើយរឿងទី1បើសិនជាអ្នកនរអត់មាន account ទេអ្នកនរចុច sign up account សិនមកឥឡូវយើងចុច sign up មកហើយគ្នាអាចដាក់ email បានតែខ្ញុំសូម connect ជាមួយនឹង Google account អូខេឥឡូវខ្ញុំបានចូលមកដល់ហើយយើងចូលមកដល់ដំបូងយើងប្រចាំមើលអីចឹងហើយយើងចុច create repo នេះមកខ្ញុំសូមបញ្ជាក់អ្នកគ្នាម្ដងទៀត hosting ហ្នឹងបានសម្រាប់តែ website static ទេវាជា website ដែលមានតែរូបរាងឥឡូវមកដល់កន្លែងនេះយើងរើសឈ្មោះយើងបង្កើតមិញមកហើយកន្លែងនេះយើងដាក់ឈ្មោះរបស់យើងឈ្មោះដាក់ទៅឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះ temple អូខេហើយយើង scroll មកក្រោមយើងon readme នេះមកហើយយើងចុច create វាចាំវាបង្កើតវានឹងបង្កើតឲ្យយើងអូខេឥឡូវដើម្បីឲ្យ hosting បានយើងចុច add file យើងចុច add file មកហើយកន្លែងនេះយើងយក file របស់យើងដាក់ចូលមក file code របស់យើងបងខ្ញុំដាក់នៅ desktop hosting test អូខេនេះ HTML របស់ខ្ញុំហើយយើងចុច submit change ហ្នឹងមកអូខេចាំវា complete អូខេដើម្បីយក link បានឥឡូវយើងចូលមក setting រើសយក page នេះ apply ហ្នឹងយើងយក main មកហើយយើងចុច save អូខេឥឡូវយើង refresh វាពី3 page មកដើម្បីទទួលបាន link វាកំពុងបង្កើតឲ្យយើង refresh មួយទៀតអូខេឥឡូវ GitHub បានបង្កើត link ឲ្យយើងហើយយើងចុចចូល link ហ្នឹងមកនេះគឺថាឃើញហើយយើងអាចយក link ហ្នឹងយកទៅឲ្យមិត្តភ័ក្តិរបស់យើងបានអញ្ចឹងមានន័យថាយើងអាច hosting បានហើយអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយ